ជំរាបសូមជំរាបសួរពុកម៉ែបងប្អូនអស់ទាំងនៅក្នុងស្រុកនិងក្រៅស្រុកជាពិសេសមិត្តអ្នកស្នេហាជាតិអស់ក្នុងបណ្ដាញសង្គម Facebook ជំរាបអ្នកថែរក្សាវប្បធម៌ខ្មែរសូមធ្វើការបកស្រាយបន្តិចរឿងពួកអាយួនខ្ញុំឆ្ងល់ណាស់ហេតុអ្វីពួកអាយួនវាខ្លាំងធំម៉េចហេតុអីវាហ៊ាននិយាយថាអង្គរវត្តនិងប្រាសាទដទៃទៀតជារបស់វាហើយថែមទាំងលួចបញ្ចូលប្រាសាទអង្គរវត្តនិងប្រាសាទដទៃទៀតក្នុង Google ខ្ញុំតាមទៅឯថាក្នុងនាមខ្ញុំជាយុវជនម្នាក់ខ្ញុំមិនសុខចិត្តទេសូមអ្នកគុំមកកែប្រឡ័យប្រវត្តិសាស្ត្រឬបន្លំប្រវត្តិសាស្ត្រឬចង់បំភ្លឺប្រវត្តិសាស្ត្របានចារមកឲ្យថាអង្គរវត្តជាដូនតាខ្មែរជាអ្នកកសាងខ្មែរជាពុទ្ធអង្គរជាអ្នកកសាងអង្គរអ្នកគ្រាន់តែជាចោរម្នាក់តើប្រទេសរបស់អ្នកកើតនៅគឺសក្រាចទីប្រមាណទៅបានជាអ្នកចង់និយាយថាប្រាសាទអង្គរវត្តជារបស់ខ្មែរខ្ញុំបាទសូមសំណូមពរដល់រដ្ឋាភិបាលរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនសូមជួយអន្តរាគមន៍ផងជាពិសេសលោកថៃពិធានអ្នកប្រតិកម្មនឹងពុទ្ធរហ័សជួយអន្តរាគមន៍ផងហើយជួយធ្វើការបកស្រាយហេតុអីក៏ពួកអាយួនវាផ្លើមធំលេះនេះគ្រាន់តែរឿងសមទានអង្គរវត្តកងតា99ឆ្នាំមិនទាន់បានប្រមាណឆ្នាំផងវាមានថាអង្គរវត្តជារបស់វាចុះទៅខាងមុខទៀតតើអ្នកអាចដឹងថាវាធ្វើអីទៀតខ្ញុំសូមតាមផ្ញើទៅមិត្តទាំងអស់ថាត្រូវតែមានទឹកចិត្តស្នេហាជាតិត្រូវតែការពារទឹកដីរបស់យើងកុំខ្លាចត្រូវតែតស៊ូហើយសង្ឃឹមថាពួកអាយួនបានមើលវីដេអូឃ្លីបនេះហើយសូមកែប្រែចិត្តគំនិតកុំឈួតទៀតខ្ញុំតាមតំណែងថាអង្គរវត្តជារបស់ខ្មែរប្រាសាទទាំងអស់នៅក្នុងទឹកដីខ្មែរជារបស់ខ្មែរសូមអ្នកឈប់យកអង្គរវត្តនិងប្រាសាទដទៃទៀតដាក់ក្នុង Google ឬក៏ Vietnam Temple ទៀតបើមិនអញ្ចឹងទេក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ខ្ញុំនឹងធ្វើការបាតកម្មនៅមុខទូតរបស់អ្នកជារៀងរាល់ថ្ងៃហើយម្យ៉ាងទៀតខ្ញុំសូមដាំស្ញើទៅអ្នកនាំពាក្យស្ថានទូតយួនលោកត្រឹងវ៉ាន់ថុងត្រូវតែមកទទួលញត្តិនិងសុំទោសខ្មែរជាដាច់ខាតបើមិនអញ្ចឹងទេក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ខ្ញុំនឹងធ្វើការបាតកម្មឲ្យអ្នកឯងដឹងថាកូនខ្មែរក្រមខ្មែរកណ្ដាលខ្មែរលើគឺជាខ្មែរហើយក្នុងនាមជាខ្ញុំជាកូនខ្មែរម្នាក់ដែលកើតនៅខ្មែរកម្ពុជាមិនសុខចិត្តឲ្យអ្នកមកធ្វើបាបខ្មែរកម្ពុជាក្រមរបស់ខ្ញុំទេជាក្រុមក្រៅខ្ញុំសូមថ្លែងអំណរគុណដល់មិត្តទាំងអស់ដែលស្នេហាជាតិយកចិត្តទុកដាក់វិជាតិហើយខំប្រឹងតស៊ូសាមគ្គីគ្នារួមដៃគ្នាដើម្បីការពារទឹកដីរបស់យើងពីពួកបរទេសឈ្លានពានជាពិសេសពួកអាចោរយួននិងអាចោរសៀមខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងរួមសាមគ្គីគ្នាជាក្រុមមួយដើម្បីប្រទេសជាតិរបស់យើងជាចុងក្រោយខ្ញុំសូមជូនពរឲ្យបងប្អូនពុកម៉ែទាំងអស់ទាំងនៅក្នុងប្រទេសខ្មែរសូមជួបប្រទះនឹងសេចក្តីសុខក្នុងក្រុមគ្រួសារបាទអ្នកថែរក្សាវប្បធម៌ខ្មែរសូមអរគុណសូម